ការបិទឥដ្ឋការ៉ូជាចម្បងត្រូវបានបែងចែកជាជំហានដូចខាងក្រោមទី1ស្រោចទឹកឲ្យសើមល្មមនៅលើផ្ទៃបាតមិនត្រូវឲ្យជ្រាបដល់ជាន់ក្រោមហើយត្រូវមានគោលបំណងធ្វើឲ្យសើមទី2លីស៊ីម៉ង់តសមាមាត្រនៃស៊ីម៉ង់តនិងខ្សាច់គឺប្រហែល1 ទៅ 4ស៊ីម៉ង់តលីត្រូវមានសំណើមអាចចាប់ជាដុំបានបន្ទាប់ពីចាក់រួចព្យាយាមកៀរវាឲ្យធូរហើយប្រើម៉ែទឹកដើម្បីវាស់ភាពរាបស្មើនៃស៊ីម៉ង់តទី3ចាក់ទឹកស៊ីម៉ង់តទៅលើផ្ទៃស៊ីម៉ង់តលាយកាត់ផ្ទៃស៊ីម៉ង់តឡាយដើម្បីធានាថាទឹកស៊ីម៉ង់តចូលទៅក្នុងស្រទាប់ស៊ីម៉ង់តឡាយទី4កាវបិទការ៉ូបន្ទាប់ពីសម្អាតផ្ទៃបាតឥដ្ឋការ៉ូរួចប្រើកាំបិទធ្មេញដើម្បីលាបកាវបិទការ៉ូមួយស្រទាប់ស្ដើងបន្ទាប់ពីបញ្ចប់លាបកាវបិទការ៉ូជាលើកទី2ហើយទាញចង្អូរក្នុងទិសដៅតែមួយគ្រប់គ្រងកម្រាស់នៃកាវបិទការ៉ូចន្លោះពី3ទៅ5មីលីម៉ែត្រទី5វាឲ្យស្មើដាក់ឥដ្ឋការ៉ូតាមទិសដៅនៃលំនាំវាចុះក្រោមស្របគ្នាជុំវិញទុកចន្លោះប្រហែល2មីលីម៉ែត្រប្រើដៃស្ទាបមើលថាតើឥដ្ឋការ៉ូរាបស្មើអត់មួយទៀតគឺអត្តចរិតក្នុងនាមជាជាងត្រូវមានភាពហ្មត់ចត់អត់ធ្មត់និងមានទំនួលខុសត្រូវ